ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតការពិវៈមុនក្រុម Luffy បានជិះទូសាននេះគេចេញពីក្រុមបងធំនៅ Fishman Island ហើយបុកចូលទៅក្នុង Fishman Island តាមផ្លូវកាត់តែម្ដងការចូលទៅបែបហ្នឹងវាអាចបណ្ដាលឲ្យពួកគេមានគ្រោះថ្នាក់មិនថាអ្នកចេះហែលទឹកឬក៏មិនចេះហែលទឹកទេស្នាដែរពេល Luffy ដឹងខ្លួនមកវិញគាត់ហើយនឹងគ្នារបស់គាត់មួយចំនួននៅផ្ទះរបស់ Kami ហើយ Luffy ជឿថាគ្នារបស់គាត់ផ្សេងទៀតក៏អត់អីដូចគ្នានៅផ្ទះរបស់ Kami ក្រៅពី Kami ក៏មានមើមែក្មេងៗ 4-5 នាក់ទៀតដែលសុទ្ធតែជាមិត្តភក្តិរបស់នាង Kami ប្រាប់ទៀតថានាងមានមិត្តភក្តិច្រើនអ្នកទៀតដែលសុទ្ធតែជាស្រីស្អាតធ្វើការនៅហាងកាហ្វេជាមួយនឹងគ្នាពេលអញ្ចឹងសានជីជ្រួលច្បល់នៅក្នុងចិត្តខ្លាំងណាស់ទ្រាំមិនបានទេដល់តែពេលអញ្ចឹង Kami ក៏បញ្ញាប់នាំគ្នារបស់ Luffy ឡើងទៅខាងលើដើម្បីជួបមិត្តភក្តិរបស់នាងពួកគេឡើងទៅខាងលើតាមរយៈអណ្ដើកសមុទ្រមួយដែលមានមុខងារដូចចដាយន្តអញ្ចឹងហើយដូចជាចម្លែកខ្លាំងណាស់ពេលពួកគេឡើងទៅដល់ខាងលើពួកគេថែមទាំងមើលឃើញមេឃថែមទៀតផងទោះជាយ៉ាងណាសានជីអត់បានខ្វល់ពីមេឃពីម៉ាងអីទេគាត់ចាប់អារម្មណ៍ខ្លាំងទៅលើក្រុមមើមែនស្អាតៗដែលជាមិត្តភក្តិរបស់ Kami គ្រាន់តែបានឃើញក្រុមមើមែនស្អាតៗតែនោះភ្លាមសានជីក៏ស្រែកយំហ៊ូនៅពេលនោះ Luffy បាននិយាយថាសានជីយំខ្លាំងជាងពេលដែលគាត់ចាក់ចែងពីភោជនីយដ្ឋានបារ៉ាធីអេទៀតហើយការដែលសានជីយំខ្លាំងចឹងគឺដោយសារតែគាត់រំភើបចិត្តខ្លាំងពេកព្រោះនេះគឺជាឋានសួគ៌របស់គាត់ហើយបន្ទាប់មកសានជីបានលុតទឹកហែលទឹកលេងជាមួយនឹងក្រុមមើមែនយ៉ាងសប្បាយចិត្តចំណែកអ៊ូសបនិងឆោផើបានអង្គុយមើលគាត់ទាំងក្នុងចិត្តមានការព្រួយបារម្ភឆោផើខ្លាចតែសានជីបាញ់ឈាមចេញតាមច្រមុះទៀតទេព្រោះឈាមរបស់សានជីគឺជាឈាមប្រភេទកម្រពិបាករកឈាមមកបញ្ចូលឲ្យគាត់ណាស់ចំណែក Luffy បានប្រាប់ Kami ថាអ្នកដែលគាត់ចង់ជួបមុនគេនៅ Fishman Island ហ្នឹងគឺ Jinbe គាត់ប្រាប់ថាកាលពី2ឆ្នាំមុនគង់តែបាន Jinbe ជួយគាត់គង់ឲ្យគាត់ស្លាប់បាត់ហើយមុនពេលបែកគ្នា Jinbe ធ្លាប់ណាត់ជាមួយគាត់ថានឹងជួបគ្នាម្ដងទៀតនៅ Fishman Island ហ្នឹងពេលដឹងអញ្ចឹង Kami បានប្រាប់ Luffy ថា Jinbe អត់នៅទីក្រុងហ្នឹងទៀតទេដែលសារតែគាត់អត់តំណែងជា Warlord មានន័យថាគាត់គឺជាចៅសមុទ្រចំទួហើយចៅសមុទ្រគេអត់ឲ្យនៅទីក្រុងហ្នឹងទេបន្ទាប់មកក្មេងៗទាំង5នាក់បានមកប្រាប់ពួកគេថាមាននាវាធំមួយកំពុងតែធ្វើដំណើរពីវាំងស្ដេចសម្ដៅមកកាន់ទីនេះវាគឺជារឿងកម្រខ្លាំងណាស់ប្រហែលជាពួកគេមកចាប់គ្នារបស់ Luffy ដល់ពេលអញ្ចឹង Kami ក៏បានប្រាប់គ្នារបស់ Luffy ឲ្យទៅរកកន្លែងពួនសិនទុកឲ្យនាងជាអ្នកទប់ទល់ពេលម្ដងអ្នកដែលនៅលើនាវានោះគឺកូនប្រុសទាំង3របស់ស្ដេចពួកគាត់ពិតជាតាមមកស្វែងរក